សូមស្វាគមន៍មកកាន់ Channel CAIT ថ្ងៃនេះខ្ញុំនឹងធ្វើការបង្ហាញនៅវិធីសាស្ត្រងាយៗចំនួន2ក្នុងការបង្កើត bootable USB drive ឬដែលយើងតែងតែហៅថា flash boot បាទអញ្ចឹងកុំឲ្យខាតពេលវេលាយូរយើងចាប់ផ្ដើមតែម្ដងទៅជាដំបូងយើងធ្វើការបើក browser របស់យើងមករួចហើយយើងវាយពាក្យ Media Creation Tool បាទដូចដែលយើងបានឃើញវាលុតមកអញ្ចឹងគឺជា link website official របស់ក្រុមហ៊ុន Microsoft បាទដែល Media Creation Tool នេះគឺជា official app របស់ក្រុមហ៊ុន Microsoft ដែលវាអនុញ្ញាតឲ្យយើងអាចធ្វើការទាញយកនៅ Windows ISO file ធ្វើ flash boot ឬក៏អាចធ្វើការ upgrade Windows Operating System របស់យើងបាននៅលើនេះដោយផ្ទាល់បានផងដែរបាទអញ្ចឹងយើងចុចលើដំណរ link ខាងលើនេះមកយើងឃើញមាន2ជម្រើសឡើងមកហើយគឺ Windows 10 និង Windows 11បាទអញ្ចឹងយើងឃើញតាមរយៈព័ត៌មាននៅក្នុងនេះគេបានបញ្ជាក់មកហើយគឺ support សម្រាប់ Windows 10ហ្នឹងគឺបានបញ្ចប់ត្រឹមខែតុលាថ្ងៃទី14 2025អញ្ចឹងតាមរយៈព័ត៌មាននេះខ្ញុំគិតថាមិនយូរទេ file ISO របស់ Windows 10 ហ្នឹងអាចនឹងលែងមានដាក់ឲ្យ download នៅក្នុង website official របស់ Microsoft ទៀតហើយវាដូចតែ Windows 7 Windows 8 ចឹងដែរហើយបច្ចុប្បន្ននេះយើងអាចទាញយកវាបានជាធម្មតាទេតាមរយៈដំណរ link ខាងក្រោមនេះឥឡូវយើងមកមើល Windows 11វិញវាក៏មានភ្ជាប់ជាមួយដំណរ link សម្រាប់ទាញយកនៅទីនេះដូចគ្នាសម្រាប់ព័ត៌មានបន្ថែមអំពី Windows ចាស់ផ្សេងទៀតគឺនៅក្នុងដំណរ link ខាងលើនេះអញ្ចឹងយើងចូលទៅមើលទៅនៅក្នុងនេះយើងឃើញមាន4 Windows ដែលមានទាំង Windows 8.1 និង Windows 7 បាទអញ្ចឹងគោលបំណងរបស់យើងគ្រាន់តែចង់បាន flash boot Windows 10 និង Windows 11ទេដូច្នេះហើយតាក់ទងជាមួយនឹង Windows ចាស់ទាំងពីរនេះយើងមិនចាំបាច់ចូលមើលទេបាទអញ្ចឹងយើងចុចលើ Windows 10មកបាទក្នុងនេះយើងឃើញហើយព័ត៌មាន Windows 10នៅក្នុងនេះមានទាំងប៊ូតុងឲ្យយើងចុច update now ហើយនឹង download now សម្រាប់ Windows 10 របស់យើងគឺលែងមាន version update ទៀតហើយដែល version ចុងក្រោយរបស់វាគឺ 22H2 នេះអញ្ចឹងយើងចាប់ផ្ដើមធ្វើការ download ដែលស្ថិតនៅត្រង់ចំណុច create Windows 10 installation media កន្លែងនេះមកចុច download now បាទអញ្ចឹងយើងបាន download file មួយដែលគឺជា Media Creation Tool 22h2.exe នេះអញ្ចឹងយើងបើក folder មករួចហើយយើងចុចបើក file ចុច yes អញ្ចឹងយើងធ្វើការរងចាំវាទៅបាទតកតឹងជាមួយនឹងល្បឿនការងារនេះគឺវាអាស្រ័យទៅលើអ៊ីនធឺណិតនិងល្បឿនម៉ាស៊ីនកុំព្យូទ័ររបស់យើងផងដែរបាទឥឡូវវាចេញមកហើយយើងចុច accept ធ្វើការរងចាំតិចទៅ A few minutes later បាទអញ្ចឹងបន្ទាប់ពីការរងចាំអស់មួយស្ទុះទៀតយើងឃើញផ្ទាំងថ្មីចេញមកហើយនៅក្នុងនេះគឺមានជម្រើស2ខាងលើនេះគឺសម្រាប់អនុញ្ញាតឲ្យយើងធ្វើការ upgrade Windows System របស់កុំព្យូទ័រយើងដោយផ្ទាល់តាមរយៈកម្មវិធីហ្នឹងហើយខាងក្រោមនេះគឺជាជម្រើសសម្រាប់យើងចង់ទាញយក Windows ISO file ឬក៏ការធ្វើ flash boot នេះឯងអញ្ចឹងយើងរើសយកជម្រើសខាងក្រោមនេះមកចុច next អញ្ចឹងកន្លែងនេះគឺវាចេញមកហើយដែលជា auto select ប្រភេទ Windows Operating System ប៉ុន្តែបើយើងមិនចង់បានជម្រើស default នេះទេយើងអាចដកគ្រីសចេញពីកន្លែងនេះបានគឺ use the recommended option for this PC អញ្ចឹងយើងចុចដក select វាមកបាទអញ្ចឹងគឺយើងអាចធ្វើការជ្រើសរើសយកដោយខ្លួនឯងបានហើយដូចជាភាសាមានច្រើនជម្រើសយើងអាចរើសភាសាណាមួយដែលយើងចង់បានមកជ្រើសរើស edition មានតែ Windows 10 ទេហើយ architecture នេះយើងអាចរើសបានមានដូចជានេះ Windows 32 bit 64 bit ឬក៏យកទាំងពីរនេះ both ហ្នឹងគ្រាន់តែថាជំរើស both គឺបើយើងយកទាំងពីរណាវាត្រូវការទំហំ flash យើងធំបន្តិចដូចជាទំហំ 16GB ទៅឬក៏បើយើង download ត្រូវការ space download folder ហ្នឹងឲ្យវាធំលើសពី 16GB ចឹងទៅ
ក្នុងនេះខ្ញុំរើសយកតែ64 bit ទេដែលវានឹងជួយសម្រួលការ download របស់ខ្ញុំឲ្យបានលឿនបន្តិចដោយសារយើងទូទៅគឺ operating system គឺយើងចាប់ផ្ដើមប្រើលែងសូវមាន32 bit ហើយយើងនិយមប្រើតែ64 bit ទេបាទអញ្ចឹងចុច next មកអញ្ចឹងនៅក្នុងនេះយើងនឹងឃើញមាន2ជម្រើសដែលជម្រើសទី1ខាងលើនេះគឺជាកន្លែងដែលខ្ញុំបាននិយាយមុននេះថាយើងអាចធ្វើ flash boot បានដោយមិនចាំបាច់ទាញយក ISO file ឬប្រើប្រាស់ប្រភេទ third party app ទេរីឯខាងក្រោមនេះវិញគឺយើងអាចធ្វើការ download យកនៅ ISO file របស់ Windows នេះទុកដើម្បីប្រើប្រាស់សម្រាប់ធ្វើ flash boot ក្រោយៗទៀតបានអានឹងយើងត្រូវប្រើ third party app បើសិនយើង download វាណាឬក៏យើងប្រើតាម command line ទៅបាទអញ្ចឹងត្រង់នេះខ្ញុំនឹងជ្រើសរើសយកការធ្វើ flash boot ដោយមិនចាំបាច់ទាញយក file ISO នៅឡើយបាទអញ្ចឹងក្នុងនេះគឺវាបានបញ្ជាក់អីគឺយើងត្រូវការយក USB flash យ៉ាងហោចណាស់ 8G បាទអញ្ចឹងយើងដោត flash ចូលមកអូខេចុច next បាទអញ្ចឹងយើងបានឃើញឈ្មោះ flash របស់យើងលោតមកហើយក្នុងករណីអត់ឃើញឈ្មោះ flash លោតមកទេយើងអាចសាកល្បងចុច refresh ត្រង់កន្លែងនេះមកបាទបន្ទាប់ពីអូខេហើយយើងចុច next អញ្ចឹងបន្ទាប់ពីចុច next ហើយគឺវានឹងចាប់ដើមដំណើរការ download Windows ដាក់ចូលទៅក្នុង flash របស់យើងហើយបាទត្រង់ចំណុចនេះគឺវានឹងត្រូវរងចាំយូរហើយប្រហែលជា1ម៉ោងអីព្រោះការ download គឺវាអាស្រ័យលើល្បឿនអ៊ីនធឺណិតរបស់យើងដែរឥឡូវយើងទុកវាចោលហ្នឹងទៅ2,000 years later បាទអញ្ចឹងឃើញថាការ download នេះគឺប្រើពេល1ម៉ោងត្រឹមតែម្ដងឥឡូវនេះឃើញថាដំណើរការនេះបានបញ្ចប់ហើយគឺវាលោតផ្ទាំងមកឲ្យយើងចុច finish ដើម្បីបញ្ចប់ប្រតិបត្តិការនេះប៉ុណ្ណោះបាទអញ្ចឹងចុច finish មកអូខេឥឡូវនេះយើងបានធ្វើរួចរាល់ហើយគឺយើងធ្វើបាន flash boot Windows 10 មួយហើយតោះដក flash ចេញទៅឥឡូវយើងបន្តធ្វើតាមវិធីមួយទៀតដែលយើងត្រូវការ download file ISO ទុកហើយនឹងប្រើប្រាស់ប្រភេទ third party app ដើម្បីធ្វើ flash boot អញ្ចឹងកន្លែងនេះខ្ញុំនឹងចាប់ផ្ដើមធ្វើ boot Windows 11វិញម្ដងនៅក្នុង page ដដែលហ្នឹងយើងចុចត្រឡប់ក្រោយមកចុចរើសយក Windows 11វិញម្ដងអញ្ចឹងក្នុងនេះយើងឃើញមានប៊ូតុង download now ដល់ទៅ2យើងមើលមកខាងលើនេះគឺជា download Windows Installation Assistant ទេដូច្នេះនៅប៊ូតុងខាងក្រោមនេះទើបជា Media Creation Tool របស់យើងអញ្ចឹងយើងចុច download មកដូច្នេះយើងឥឡូវបាន file Media Creation Tool មួយទៀតហើយមុននេះពេលយើង download នៅលើ Windows 10 គឺវាមានឈ្មោះ 22HP នៅខាងក្រោយអាហ្នឹងវាបញ្ជាក់ពី version Windows 10ហ្នឹងណាចំណែក Windows 11វិញគឺអត់មានបញ្ជាក់ទេប្រហែលជាមកពីវាស្ថិតនៅក្នុងការអភិវឌ្ឍនៅឡើយអញ្ចឹងអត់ទាន់មាន version ណាបញ្ជាក់ច្បាស់លាស់ឥឡូវយើងបើក folder វាមកចុច run វាទៅចុច yes បាទរងចាំតិចទៅនិយាយទៅដំណាក់កាលទាំងពីរ version ទាំង Windows 10 Windows 11គឺអត់ខុសគ្នាប្រហែលទេគឺយើងចុចចូលតាមដំណាក់កាលដូចគ្នាទេគ្រាន់តែលើកនេះខ្ញុំនឹងមិនធ្វើ boot direct នៅលើនេះទេខ្ញុំនឹងទាញយក file ISO យកមកធ្វើជា flash boot តាមរយៈកម្មវិធីផ្សេងវិញហើយយើងឃើញហើយការជ្រើសរើសភាសាអីគឺមានដូចគ្នាទេគ្រាន់តែកន្លែងនេះអត់មាន architecture ទេដោយសារ Windows 11គេលែងមានចេញ version 32 bit ហើយគឺតម្រូវយើងប្រើប្រាស់ version 64 bit តែម្ដងអញ្ចឹងបន្ទាប់ពីបានជ្រើសរើសរួចចុច next មកបាទអញ្ចឹងកន្លែងនេះយើងចុចយកជម្រើសខាងក្រោមវិញគឺយើងធ្វើការ download ISO file ដើម្បីប្រើប្រាស់នៅពេលក្រោយៗបានទៀតចុច next អញ្ចឹងវាលោតឲ្យយើងជ្រើសរើសទីតាំងរក្សាទុក file ISO របស់យើងហើយយើងអូសរកទីតាំងណាមួយដែលយើងចង់រក្សាទុក file ហ្នឹងមកតទៅពីរើបានកន្លែងទុកហើយយើងអាចធ្វើការ rename file យើងបានតាមចិត្តទេសំខាន់គឺរក្សាកតុយក្រោយកតុយ file គឺ .iso តែប៉ុណ្្នឹងទៅបានហើយអូខេហើយចុច save បាទបន្ទាប់ពី save ឥឡូវនេះគឺវាចាប់ផ្ដើមធ្វើការ download file ហើយអញ្ចឹងដល់កន្លែងនេះគឺយើងត្រូវធ្វើការរងចាំទៀតហើយដូចមិញអញ្ចឹង Windows 10 គឺយើងចាំអស់1ម៉ោងគត់តែម្ដងឥឡូវ Windows 11ខ្ញុំគិតថាខ្ទង់ប្រហែលគ្នារយៈពេល1ម៉ោងដូចគ្នា2,000 years later បាទមើលទៅម្ដងនេះរឿងលឿនជាងមុនបន្តិចហើយយើងប្រើពេលអស់ទៅខ្ទង់30នាទីជាងទេ
បាទអញ្ចឹងកុំឲ្យខាត់ពេកយើងទៅ download យកកម្មវិធីជំនួយសម្រាប់ការធ្វើ flash boot យើងមកសម្រាប់កម្មវិធីដែលខ្ញុំនឹងលើកយកមកបង្ហាញនេះគឺមានឈ្មោះថា Rufus យើងវាចូលមក Rufus download enter បាទអញ្ចឹងចេញមកហើយនៅខាងលើគេនេះគឺ website របស់វាហើយគឺ rufus.ie ហ្នឹងចុចលើវាទៅអូទៅខាងក្រោមឬក៏អូយើងចុចលើពាក្យ download ខាងលើនេះមកវាបញ្ជូនយើងដល់ទីតាំង download ហើយបាទយើងឃើញមាន version ផ្សេងៗគ្នាច្រើននៅទីនេះចុចអាមួយខាងលើគេនេះមកឥឡូវយើងមើល Windows យើងវិញអូ download ចាប់ហើយឥឡូវកំពុងតែ progress 0% អញ្ចឹងត្រូវបន្តការរងចាំទៀតហើយរូបជួក៏បាន download ហើយដែរនេះបាទឥឡូវខ្ញុំធ្វើការដោត USB flash ចូលមកហើយមកបាទឃើញថាការ progress ដូចជាមិនសូវលឿនប្រហែលទេឥឡូវយើងមានតែបន្តការរងចាំតទៀតហើយបើក folder មកបាទនេះគឺជាកម្មវិធី Rufus ដែលយើង download ឥឡូវយើងបើកវាចុច yes រើសយក USB flash យើងមកត្រង់នេះគឺយើងត្រូវការជ្រើសយក Windows ISO file បាទឥឡូវយើងមកមើល ISO file យើងវិញបានមកភាគរយហើយអត់ទាន់ហើយទេ A few minutes later បាទបន្ទាប់ពីចាំអស់75នាទីឥឡូវនេះជិតរួចហើយអូខេឥឡូវការ download បានបញ្ចប់ហើយអញ្ចឹងយើងបាន file ISO Windows 11មួយហើយយើងចុចដំណរ link នេះមកដើម្បីមើលទីតាំង ISO file របស់យើងបាទនេះគឺជា file ដែលយើង download មកអញ្ចឹងមួយនេះគឺយើងអាចចុច finish ទៅដើម្បីបញ្ចប់ការងារវាយើងត្រឡប់ទៅ Rufus យើងវិញឥឡូវខ្ញុំនឹងធ្វើការបិទដើម្បីចាប់ផ្ដើមវាម្ដងទៀតនៅក្នុងទីតាំង download នេះខ្ញុំចុច sort តាមថ្ងៃខែមកដើម្បីឲ្យវានៅលើគេ refresh មួយសិនបាទឥឡូវយើងបើក Rufus យើងមកចុច yes ខាងលើនេះគឺយើងរើសយក USB drive យើងមកបាទឃើញជំរើសតែមួយទេហើយទី2នេះគឺជា boot selection យើងមើលមកឃើញជំរើសផ្សេងទៀតប៉ុន្តែកន្លែងនេះគឺយើងមិនចាំបាច់បដូរជំរើសទេដោយសារ file ដែលយើងនឹងយកមក boot គឺជាប្រភេទ ISO file ហើយបាទអញ្ចឹងចុចប៊ូតុង select អូខេវាបញ្ជូនយើងមករក file ISO ហើយអញ្ចឹងយើងទៅរកទីតាំងដែលយើងបានទុក file ISO មិញហ្នឹងទៅប្រោតទៅរកវាទៅអញ្ចឹងចុច sort ឲ្យវាទៅតាមកាលបរិច្ឆេទទៅបានស្រួលរកបាទអញ្ចឹងយើងឃើញនៅលើគេនេះចុចលើវាមកចុច open បាទមកហើយអញ្ចឹងខាងក្រោមនេះយើងឃើញមាន partition scheme សម្រាប់ប្រភេទ boot mode របស់ computer បច្ចុប្បន្នគឺគេប្រើ GPT វា support ជាមួយ UEFI mode សម្រាប់ computer ស៊េរីចាស់គឺមានជំរើសប្រភេទជា MBR នេះដែលជាប្រភេទ legacy mode នៅក្នុងនេះខ្ញុំនឹងរើសយក GPT ដែលជាប្រភេទ UEFI mode នេះអញ្ចឹងបើយើងមើលឡើងវិញកម្មវិធីយើងអត់មានត្រូវការចុចអីច្រើនទេគឺងាយស្រួលមែនទែនតែគ្រាន់តែយើងមើលបញ្ជាក់មក USB ដែលយើងបានជ្រើសរើសត្រឹមត្រូវឬអត់ហើយចុចប៊ូតុង select ដើម្បីយក file ISO របស់យើងហើយខាងក្រោមនេះគឺជា label name របស់ USB flash ហើយអញ្ចឹងកន្លែងនេះយើងចង់ដូរក៏បានមិនដូរក៏បានអត់មានបញ្ហាទេអញ្ចឹងបើយើងមើលមែនតែនទៅគឺយើងគ្រាន់តែត្រូវការចុច select យកតែ ISO file តែមួយអាផ្សេងទៀតដូចជាអត់មានត្រូវការទាំងអស់គឺវាមកត្រឹមត្រូវ 100% ហើយគាត់ថាយើងព្យាយាមផ្ទៀងវាទៅការពារកន្លែងលោកខុសអីចឹងណាតោះអញ្ចឹងដូចអត់មានអីផ្សេងទៀតទេយើងចុច start តែម្ដងទៅបាទអញ្ចឹងយើងឃើញផ្ទាំងមួយទៀតហើយកន្លែងនេះគ្រាន់តែជាលក្ខខណ្ឌបន្ថែមសម្រាប់ flash boot ទេយើងមិនបាច់ចាំកែអីទៀតទេគ្រាន់តែចុច OK មកបាទចុច OK ម្ដងទៀតអញ្ចឹងកន្លែងមិញហ្នឹងគឺគ្រាន់តែជាការ warning សារដែលបញ្ជាក់ប្រាប់ថា flash យើងនឹងត្រូវការ format ហើយអញ្ចឹងទិន្នន័យវាបាត់អស់អញ្ចឹងណាបាទអញ្ចឹងយើងដល់កន្លែងរងចាំទៀតហើយព្រោះដំណើរការនេះវានឹងធ្វើការ format flash យើងបង្កើត partition ថ្មី extract និង copy system file ដែលមាននៅក្នុង ISO ហ្នឹងចូលទៅក្នុង flash បាទទី import ការរងចាំទៅបានបញ្ចប់ហើយឥឡូវនេះយើងបាន flash boot Windows 11មួយទៀតហើយបាទអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេសង្ឃឹមថាវាជាជំនួយសម្រាប់បងប្អូនយើងដែលចង់សិក្សាទាក់ទងនឹងការងារផ្នែក IT នេះដោយខ្លួនឯងចំពោះវីដេអូក្រោយ
ខ្ញុំនឹងបង្ហាញអំពីរបៀប set up Windows Operating System ទាំង Windows 10 និង Windows 11 អរគុណសម្រាប់ការទស្សនាជួបគ្នានៅវីដេអូក្រោយៗទៀតសូមជម្រាបលាបាយបាយ